នេះគឺជាផ្ទះបុរាណដែលមានអាយុកាល100ឆ្នាំជាងនៅកណ្ដាលទីក្រុងភ្នំពេញបច្ចុប្បន្ននេះបានក្លាយជាហាងកាហ្វេដ៏ទាក់ទាញមួយមានឈ្មោះថា Garden Crown Coffee and Eatery Riverside តោះមកទស្សនាទស្សនវិជ្ជាផ្ទះដែលបន្សល់ទុកតាំងពីសម័យបារាំងជាមួយខ្ញុំទាំងអស់គ្នាសួស្តីអ្នកនរគ្នាខ្ញុំគឹមឈីនេះគឺជាផ្ទះបុរាណដ៏ចំណាស់មួយដែលបានរក្សាបាននូវសភាពល្អទាំងស្រុងដែលសាងសង់ឡើងតាមបែបបារាំងបើតាមការចែករំលែកពីប្រវត្តិផ្ទះបុរាណមួយនេះគឺត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ1903មកម្ល៉េះLucky Pavilion Mall រចនាឡើងយ៉ាងប្រណិតមានផ្ដល់ជូននៅម៉ាកយីហោល្បីៗមានទីតាំងធំទូលាយសម្រាប់ជួលតម្លៃសមរម្យកណ្ដាលក្រុងភ្នំពេញលើមហាវិថីព្រះសីហនុផ្នែកខាងក្រៅរចនាបថតាមបែបបារាំងរីឯផ្នែកខាងក្នុងវិញគឺមានការរចនាឡើងតាមលំនាំចិនបុរាណហើយក៏មានការតុបតែងបែបខ្មែរលាយបញ្ចូលគ្នាផងដែរពេលដែលចូលមកដល់ផ្នែកខាងក្នុងខ្ញុំមានអារម្មណ៍ថាត្រជាក់ហើយស្រឡះមុខមែនតែនដោយសារតែផ្នែកដំបូលគឺគេសង់ឡើងខ្ពស់ស្រឡះហើយបើនិយាយពីបង្អួចវិញគឺធំល្អមែនតែនពេលដែលយើងដើរផ្ទាល់ទៅនឹងក្តារទទួលបានអារម្មណ៍ត្រជាក់ស្រួលពីផ្ទះក្តារដ៏រលោងស្រិលមួយនេះធ្វើបើផ្ទះបុរាណមួយនេះបានកែប្រែទៅជាហាងកាហ្វេក៏ដោយតែក៏នៅមានការរក្សានៅទម្រង់ដើមផងដែរដូចជាអត់នៅចំផ្ទះដីនេះជាដើមគឺគេបានយកមកពី30ប្រទេសផ្សេងគ្នាដូចអ្នកនរគ្នាបានឃើញចឹងគឺអត់នៅក្រោមនេះគឺអត់ណាដូចគ្នាសុទ្ធតែខុសគ្នាទាំងអស់សំបីប្រកាន់ដៃជាដើមផ្ទះឈើនៅជាន់ទី1ហ្នឹងសសរឈើអីគឺគេរក្សានៅទម្រង់ដើមដដែលតែម្ដងនិយាយអំពីកន្លែងអង្គុយនិងកន្លែងថតរូបវិញគឺមានច្រើនប្លង់ខ្លាំងមែនតែនឈុងណាក៏អ្នកនរគ្នាអាចថតរូបបានដែរសម្រាប់ភេសជ្ជៈនិងអាហារវិញគឺរសជាតិគួរសមអ្នកនរគ្នាអាចមកសាកបានជាចុងក្រោយនាងខ្ញុំសូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីដោយ Lucky Pavilion Mall ដែលមានការរចនាយ៉ាងស្រស់ស្អាតនិងមានផ្លាកយីហោល្បីៗទាំងក្នុងនិងក្រៅប្រទេសជាពិសេសនោះគឺផ្ដល់ភាពងាយស្រួលដល់បងប្អូនដែលរស់នៅម្ដុំបឹងកេងកងនេះតែម្ដងជួបជាមួយនាងខ្ញុំគឹមឈីនៅវីដេអូក្រោយបាយបាយ Lucky Pavilion Mall រចនាឡើងយ៉ាងប្រណិតមានផ្ដល់ជូននៅម៉ាកយីហោល្បីៗមានទីតាំងធំទូលាយសម្រាប់ជួលតម្លៃសមរម្យកណ្ដាលក្រុងភ្នំពេញលើមហាវិថីព្រះសីហនុ